សួស្តីបងប្អូនរត់ឡងនៅក្នុងកម្មវិធី Adobe Illustrator បងប្អូនតែង select អក្សរឬក៏ select អីផ្សេងselect ម្ដងមួយកែសម្រួលម្ដងមួយឬក៏យ៉ាងណាសម្រាប់អាហ្នឹងវាថ្មីសម្រាប់អ្នកអត់ចេះគឺយើងអាចប្រើនៅក្នុងនេះ tab selection ហ្នឹងវាមានច្រើនយើងអាច select នេះអាច select អីក៏បានដែរឧទាហរណ៍ថារាល់ដងគឺយើងតែងកែអក្សរកែអីចឹងឧទាហរណ៍កែអក្សរយើងកែ font ឬកែទំហំអក្សរចឹងយើង select កែវាម្ដងមួយចឹងកែម្ដងមួយបើសិនអក្សរហ្នឹងវាមានលក្ខណៈតូចធំវានៅobject ផ្សេងគ្នាចឹងដើម្បីយើង select object អក្សរហ្នឹងទាំងអស់គឺយើងចូលទៅកាន់ tab selection ហើយបន្ទាប់មកយើងចុចពាក្យ object ហ្នឹងមកហើយនឹងវាមាន select ច្រើនវាមិនមែន select បានតែ text object ទេវា select បានទាំងpoint ថៃហើយ select បានទាំង brush stroke អីផ្សេងៗទៀតចឹងណាបងប្អូនអាចសាកបានឥឡូវខ្ញុំសាកមក select all text object ចឹងខ្ញុំ select អក្សរទាំងអស់ដែលមាននៅក្នុង project ការងាររបស់យើងហើយបន្ទាប់មកយើងចង់បដូរកម្រិតឬក៏បដូរfont style បដូរទំហំអក្សរអីនេះយើងអាចចូលទៅកាន់ character អានេះខ្ញុំសាកបដូរកម្រិតខ្ញុំបដូរកម្រិតនេះឧទាហរណ៍ខ្ញុំដាក់20កម្រិតវា25វាដូរឧទាហរណ៍ដាក់កម្រិតវា5វាដូរតាមនឹងវាដូរទាំងអស់ហ្មងតែខ្ញុំដាក់50វិញគឺវិធីធ្វើគឺមិនអញ្ចឹងរបៀបក្នុងការប្រើ select នៅក្នុងAdobe Illustrator គឺយើងនិយាយស្រួលយើង select ទាំងអស់គេខ្ញុំអត់បាច់អង្គុយ select ដងមួយអរគុណ